ចឹងចុងក្រោយបាទដើម្បីឲ្យយើងអាចសម្រេចបាននៅចក្ខុវិស័យ2050របស់យើងក៏ដូចជាសម្រេចបាននៅទិសដៅដើម្បីវឌ្ឍនភាពរបស់កម្ពុជារបស់យើងនេះបាទខ្ញុំអាចថាជាសំណុំពរទេបាទទី1គឺសម្រាប់សាលាត្រាជូបាទគឺសូមថាបន្តនៅកិច្ចការងារដែលបានធ្វើបានអនុវត្តកន្លងមកក៏ដូចជារហូតពេលនេះដែរបាទបើថាមើលទៅគឺថាដើរផ្លូវត្រូវហើយបាទដោយសារជោគជ័យបាទ10ឆ្នាំនេះបាទមានការទទួលស្គាល់ពីថ្នាក់ដឹកនាំមានការទទួលស្គាល់ពីមហាជនបាទមានការចូលរួមច្រើនបាទអញ្ចឹងសូមឲ្យបន្តហើយខ្ញុំឃើញថាសកម្មភាពផ្សព្វផ្សាយសកម្មភាពបណ្ដុះបណ្ដាលបាទតាមរយៈ platform ផ្សេងនេះគឺសុទ្ធតែជាការរួមចំណែកសំខាន់សម្រាប់វិស័យច្បាប់និងយុត្តិធម៌នៅកម្ពុជាយើងបាទហើយទី2បាទគឺសម្រាប់បងបាទដែលជាបញ្ញវន្តដែលជាអ្នកស្រាវជ្រាវផ្នែកច្បាប់ហ្នឹងបាទក៏សូមបន្តទៀតដែរបាទបន្តក្នុងការសិក្សានៅក្នុងការស្រាវជ្រាវបាទរួមចំណែកជាមួយនឹងត្រាជូក៏ដូចជាជាមួយនឹងផ្នែកឬក៏វិស័យផ្សេងទៀតដែរបាទកុំលាក់ចំណេះបាទគឺសរសេរអត្ថបទបាទផ្សព្វផ្សាយឲ្យបានច្រើនបាទដូចថាមិញគ្រូពង្រៀនក៏សូមពង្រៀនឲ្យអស់ទៅមិនបាច់ទុកទេបាទដើម្បីធ្វើយ៉ាងម៉េចគឺថាយើងរួមចំណែកបដិបដាលធនធានមនុស្សរបស់កម្ពុជាយើងបាទឲ្យបានទូលំទូលាយប្រកបដោយគុណភាពដែរបាទហើយសម្រាប់បងប្អូនដែលជាអ្នកកម្មសិក្សាជាអ្នកហាត់ការក៏ដូចជានិស្សិតជានិស្សិតរបស់យើងដែរក៏សូមថាត្រូវយកចិត្តទុកដាក់បាទនៅក្នុងការសិក្សារៀនសូត្រខិតខំប្រឹងប្រែងរៀនសូត្រហើយជាពិសេសបើមកកម្មសិក្សាហើយមកហាត់ការនៅត្រាជូនេះក៏សូមឲ្យយើងហៅទាញស្រូបឲ្យអស់បាទនៅអត្ថប្រយោជន៍បាទហើយក៏ខ្ញុំឃើញថាមានវគ្គបដិបដាលវគ្គអីច្រើនដែរដែលត្រាជូបានរៀបចំអញ្ចឹងក៏សូមចូលរួមហើយយកចិត្តទុកដាក់បាទជាពិសេសយើងហៅកុំខ្ជះខ្ជាយពេលវេលាបាទហើយខ្ញុំគិតថាក៏ជាឱកាសមួយដែលយើងបានរៀនសូត្រផងប៉ុន្តែមួយទៀតក៏ឱកាសបានស្គាល់បាទបានបង្កើននៅទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំជាមួយនឹងបញ្ញវន្តក៏ដូចជាអិសរាជជនផ្សេងដែរបាទអញ្ចឹងដូចវេទិកាថ្ងៃនេះឃើញសិតតែថ្នាក់ដឹកនាំសិតតែសកលជាតិការរងអីផ្សេងខាងមេធាវីខាងអីច្រើនដែរអញ្ចឹងតាមរយៈនេះគឺវាសុទ្ធតែជាឱកាសសម្រាប់បងប្អូនដែលជាសិស្សដែលជានិស្សិតបាទនៅក្នុងការសិក្សារៀនសូត្របន្ថែមផងបាទអញ្ចឹងជាចុងក្រោយនេះបាទគឺជាថ្មីម្ដងទៀតបាទខ្ញុំសូមអបអរសាទរជាមួយនឹងសាលាត្រាជូអបអរសាទរខួប10ឆ្នាំបាទហើយក៏សូមសម្ដែងនៅការកោតសរសើរបាទចំពោះហើយនឹងថ្លែងអំណរគុណបាទចំពោះសាលាត្រាជូក៏ដូចជាបញ្ញវន្តរបស់យើងបាទអ្នកនិពន្ធទាំងអស់បាទដែលបានចូលរួមចំណែកធ្វើឲ្យសាលាត្រាជូសមិទ្ធផលផ្សេងបាទសម្រាប់បានហើយជាពិសេសគឺសមិទ្ធផលថ្ងៃនេះគឺជាប្រតិបត្តិបាទច្បាប់លេខពិសេសទី8នេះហើយដែលតាមរយៈនេះក៏ខ្ញុំសូមប្រកាសសម្ពោធប្រតិបត្តិនេះផងដែរបាទហើយជាចុងបញ្ចប់បាទគឺសូមគោរពជូនពរដល់អាដាមលោកជំទាវអស់លោកស្រីបងប្អូនទាំងអស់បាទគឺសូមជួបតែសេចក្តីសុខសេចក្តីចម្រើនហើយនឹងជោគជ័យគ្រប់ភារកិច្ចទាំងអស់បាទសូមអរគុណបាទ